ការសរុបទិន្នន័យដោយប្រើលក្ខខណ្ឌជាប្រភេទថ្ងៃខែឆ្នាំចឹងនៅក្នុងតារាងនេះគឺយើងមានទិន្នន័យជាប្រភេទថ្ងៃខែឆ្នាំហើយនឹងមានចំនួនជាងយើងចង់ដឹងថាតើនៅពេលដែលថ្ងៃទី1ខែ4ឆ្នាំ2026នេះយើងមានទិន្នន័យសរុបចំនួនប្រមាណឧទាហរណ៍ថាយើងនៅកន្លែងនេះគឺមានជាថ្ងៃទី1ខែ4ឆ្នាំ2026ដូចគ្នាចឹងនៅពេលដែលយើងបញ្ចូលថ្ងៃទី1ខែ4ដូចគ្នាគឺវានឹងធ្វើការបូកបញ្ចូលគ្នាដូចកន្លែងនេះគឺលេខ10បូកលេខ30គឺចេញ40ហើយចេញលទ្ធផលនៅកន្លែងតែម្ដងចឹងនៅក្នុងនេះគឺយើងមានការសរុបដោយតាមថ្ងៃតាមខែក៏ដូចជាតាមឆ្នាំចឹងដើម្បីធ្វើការសរុបនេះគឺអ្នកទាំងអស់គ្នាអាចប្រើប្រាស់រូបមន្ត2រូបមន្តទី1គឺរូបមន្ត sum if ដែលអត់មានអក្សរ s ហើយនិងរូបមន្តទី2គឺមាន sum if ដែរប៉ុន្តែមានអក្សរ s នៅខាងមុខចឹងរូបមន្តទាំងពីរនេះគឺមានលក្ខណៈខុសគ្នាបន្តិចគ្រាន់តែមួយគឺសម្រាប់កំណត់លក្ខខណ្ឌតែមួយចំណែកមួយទៀតគឺសម្រាប់កំណត់លក្ខខណ្ឌចាប់ពី2ឡើងទៅឧទាហរណ៍ថាប្រសិនបើយើងចង់សរុបតាមថ្ងៃអញ្ចឹងបើសរុបតាមថ្ងៃគឺលក្ខខណ្ឌតែមួយទេអញ្ចឹងបើលក្ខខណ្ឌតែមួយគឺអ្នកទាំងអស់គ្នាប្រើសញ្ញាស្មើហើយវាយ sum if បើកវងកញ្ចក់មកបើកវងកញ្ចក់គឺ rank គឺជាកន្លែងដែលត្រូវធ្វើការកំណត់យកមកជាបណ្ដុំលក្ខខណ្ឌអញ្ចឹងបណ្ដុំលក្ខខណ្ឌគឺជាបណ្ដុំថ្ងៃខែឆ្នាំអញ្ចឹងឧទាហរណ៍ខ្ញុំ select តែប៉ុណ្ណេះសិនទៅអញ្ចឹងបើកាលណាខ្ញុំ select ប៉ុណ្ណេះគឺមានថាខ្ញុំយកប៉ុណ្ណេះធ្វើជាការសរុបក្នុងលក្ខខណ្ឌហើយក្បៀសមួយទៀតក្បៀសមួយគឺមកដល់កន្លែង criterion កន្លែងនេះគឺជាលក្ខខណ្ឌអញ្ចឹងលក្ខខណ្ឌដែលយើងចង់កំណត់គឺយើងអាចប្រើប្រាស់ cell address ឬក៏យើងអាចប្រើប្រាស់ការវាបញ្ចូលអញ្ចឹងកន្លែងនេះគឺយើងអាចប្រើប្រាស់ cell name តែម្ដងទៅបាទអញ្ចឹងកន្លែង cell name របស់យើងគឺឲ្យស្គាល់ cell របស់យើងគឺពី D បុកមកខាងឆ្វេងមកគឺ D10 អញ្ចឹងយើងកំណត់លក្ខខណ្ឌគឺ D10 អញ្ចឹងប្រសិនបើស្មើ D10 គឺយើងឲ្យវាបូកទិន្នន័យមួយអញ្ចឹងក្នុងការបូកគឺយើង select លើបណ្ដុំទិន្នន័យដែលត្រូវធ្វើការបូកដូចនេះដែររួចបិទវងកញ្ចក់វិញ enter មកអញ្ចឹងយើងនឹងបានទិន្នន័យបាទកន្លែងនេះ error ដោយសារអីយើងយក D10 យើងកំពុងតែឈរនៅលើ D10 ដូចគ្នាអញ្ចឹងយើងខាត់រូបមន្តនឹងចេញយកមកដាក់នៅខាងមុខ D10 វិញហើយកន្លែងនេះយើងបញ្ចូលទិន្នន័យមកឧទាហរណ៍ថ្ងៃទី1ខែ4ឆ្នាំ2026អញ្ចឹងវាធ្វើការបូកតែម្ដងប៉ុន្តែបើកាលណាយើងបញ្ចូលថ្ងៃទី2ខែ4ឆ្នាំ26វិញគឺវានឹងធ្វើការបូកថ្ងៃទី2ខែ4វិញអញ្ចឹងកន្លែងនេះយើងអាចដាក់លក្ខខណ្ឌហើយយើងធ្វើការអូសកន្លែងចុះមកខាងក្រោមតែអូសកន្លែងនេះគឺយើងនឹងឃើញមានបញ្ហាឥឡូវឧទាហរណ៍ថានៅនេះគឺ1 4 26ហើយថ្ងៃទី2 4 26អញ្ចឹងនៅពេលដែលយើងអូសនៅកន្លែងនេះគឺវានឹងភាព error ទៅខាងមុខបន្តទៀតនៅពេលដែលទិន្នន័យដែលត្រូវធ្វើការកំណត់លក្ខខណ្ឌនេះវាធ្លាក់ហើយគឺវាធ្លាក់មកបន្ទាត់អញ្ចឹងកន្លែងដែលត្រូវបូកក៏វាធ្លាក់មកបន្ទាត់ដែរអញ្ចឹងបើសិនបើកន្លែងខាងលើនេះវាមានទិន្នន័យដែលត្រូវជួបជាមួយលក្ខខណ្ឌវានឹង error អញ្ចឹងធ្វើម៉េចទើបយើងអាចអូសទិន្នន័យនៅកន្លែងនេះបានអញ្ចឹងអ្នកទាំងអស់គ្នាត្រូវធ្វើការ lock cell យ៉ាងម៉េចគឺដើម្បីធ្វើការកុំឲ្យទិន្នន័យ cell rank របស់យើងនេះរត់ចុះមកខាងក្រោមទាំងពីរនេះអញ្ចឹងដើម្បីធ្វើការកំណត់នោះគឺអ្នកទាំងអស់គ្នាប្រើប្រាស់សញ្ញាដុល្លារនៅខាងមុខឬក៏មានលក្ខណៈងាយស្រួលអ្នកទាំងអស់គ្នាចុចលើ key F4 បាទ F4 នៅលើ keyboard របស់អ្នកទាំងអស់គ្នាគឺវានឹង load សញ្ញាដុល្លារហើយមានឈ្មោះ cell នេះដែលមានបន្តបន្ទាប់បាទយើងវាបញ្ចូលដូចនេះក៏បានឬក៏យើងធ្វើការចុចលើ F4 ក៏បានបើយើងចុចលើ F4 ហ្នឹងគឺវាលឿនជាងដើម្បីធ្វើការកំណត់ចំណែក D10 នេះគឺយើងរក្សាទុកដដែលហេតុអីបានរក្សាទុកគឺដើម្បីកុំឲ្យ D10 នេះជាប់ lock អញ្ចឹងនៅពេលដែល D10 អូស D10 រត់មកដល់ D11 បាទអញ្ចឹងយើងចាប់ដើមអូសមកអញ្ចឹងមកដល់កន្លែងនេះគឺវាធ្វើការកំណត់យក D11 ប៉ុន្តែលក្ខខណ្ឌកន្លែងខាងលើនេះគឺវារក្សាដដែលបាទអញ្ចឹងប្រសិនបើយើងមានទិន្នន័យច្រើនគឺយើងធ្វើបន្តទៀតមកអូខេអញ្ចឹងមកដល់ចំណុចមួយទៀតគឺលក្ខខណ្ឌប្រភេទលក្ខខណ្ឌ2អញ្ចឹងបើលក្ខខណ្ឌ2យើងចង់បានថាពីចន្លោះថ្ងៃទី1ខែ4ទៅដល់ថ្ងៃទី30ខែ4អញ្ចឹងយើងចង់ដឹងថាតើនៅក្នុងចំនួនទាំងអស់នេះមានចំនួនប្រមាណក្រោយពីបូកបញ្ចូលគ្នាហើយអញ្ចឹងការបូកលក្ខខណ្ឌដូចនេះអ្នកទាំងអស់គ្នាត្រូវប្រើរូបមន្តមួយទៀត
គឺរូបមន្ត sum if ដែលមានលក្ខខណ្ឌ2បាទលក្ខខណ្ឌចាប់ពី2ឡើងទៅអញ្ចឹងទី1គឺយើងត្រូវមានតារាងរៀបចំចន្លោះមកឬក៏យើងអត់មានតារាងចន្លោះយើងចាប់ផ្ដើមធ្វើការវាបញ្ចូលប៉ុន្តែជាទូទៅគឺយើងតែងតែមានតារាងមួយដើម្បីងាយស្រួលឲ្យធ្វើការរត់ទៅតាម cell address របស់យើងព្រោះបើកាលណាយើងបញ្ចូលទិន្នន័យបញ្ចូលយកតែម្ដងគឺកន្លែងដែលយើងអូសបន្តបន្ទាប់នឹងធ្វើការវាបញ្ចូលឡើងវិញ error អញ្ចឹងត្រូវការមានតារាងមួយបើសិនបើយើងអត់ចង់ឲ្យតារាងនោះបង្ហាញយើងអាច hidden នៅពេលដែលយើងបង្កើតហើយមានតែ hide column ណាអូខេអញ្ចឹងដល់កន្លែងនេះគឺយើងបញ្ចូលទិន្នន័យទុកឲ្យហើយទៅគឺថ្ងៃទី1ខែ1 2026ទៅដល់ថ្ងៃទី30ខែ4 26អញ្ចឹងលក្ខខណ្ឌចន្លោះថ្ងៃនេះគឺប្រើប្រាស់ដូចមុនដែរគឺគ្រាន់តែប្រើសញ្ញាស្មើហើយវាយពាក្យថា sum if ហើយបន្ថែមអក្សរ s ហើយបើកមុខកញ្ចក់ត្រង់កន្លែងនេះអ្នកទាំងអស់គ្នាអាចធ្វើការសរុបទិន្នន័យមុនមានថាប្រើប្រាស់ sum rank គឺបណ្ដុំនៃការសរុបទិន្នន័យអញ្ចឹងខ្ញុំយកមកកណាត់នេះយកជាលក្ខខណ្ឌចុះបាទពី B2 រហូតដល់ B10 ចុះបាទស្បៀស1មកដល់កន្លែងនេះគឺជា rank ដែលយកទៅធ្វើការកំណត់លក្ខខណ្ឌអញ្ចឹង rank ដែលយកទៅធ្វើការកំណត់លក្ខខណ្ឌគឺជាបណ្ដុំទិន្នន័យថ្ងៃខែឆ្នាំបាទស្បៀស1មកដល់កន្លែងនេះគឺជាចំណុចការកំណត់លក្ខខណ្ឌជាប្រភេទថ្ងៃខែឆ្នាំអញ្ចឹងយើងដឹងថាលក្ខខណ្ឌរបស់យើងគឺត្រូវការចន្លោះថ្ងៃគឺថ្ងៃទី1ទៅដល់ថ្ងៃទី30ខែ4អញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាត្រូវប្រើសញ្ញាមួយគឺធំជាងឬក៏ស្មើប៉ុន្តែមុននឹងប្រើសញ្ញាធំជាងឬក៏ស្មើអ្នកទាំងអស់គ្នាត្រូវបន្ថែម double quotation នៅសងខាងសិនបាទមានកណ្ដោ2ហ្នឹងអញ្ចឹងយើងវាយនៅក្នុងចន្លោះប្រអប់មួយនេះបាទវាយនៅក្នុងចន្លោះមួយនេះគឺយើងវាយសញ្ញាធំជាងឬក៏ស្មើបាទបន្ទាប់មកកន្លែងខាងមុខកន្លែងនេះដូចគ្នាគឺអ្នកទាំងអស់គ្នាប្រើសញ្ញា n ដើម្បីភ្ជាប់លក្ខខណ្ឌអញ្ចឹងភ្ជាប់លក្ខខណ្ឌមិនគឺភ្ជាប់លក្ខខណ្ឌជាមួយនឹងថ្ងៃខែឆ្នាំរបស់យើងមួយនេះបាទហើយក្បៀសមួយទៀតមកអញ្ចឹងក្បៀសកន្លែងនេះគឺយើងចាប់ផ្ដើមធ្វើការកំណត់យកលក្ខខណ្ឌទី2អញ្ចឹងលក្ខខណ្ឌទី2គឺអ្នកទាំងអស់គ្នាចាប់បាច់ត្រូវតែ select យកថ្ងៃខែឆ្នាំដដែលមានថាជាបណ្ដុំនៃលក្ខខណ្ឌអញ្ចឹងកន្លែងនេះគឺជាបណ្ដុំលក្ខខណ្ឌទី1នេះគឺជាបណ្ដុំលក្ខខណ្ឌទី2អញ្ចឹងមានថាឲ្យធំជាងចំណុច F1 បន្ទាប់មកគឺឲ្យវាតូចជាងបាទលក្ខខណ្ឌទី2នេះគឺឲ្យវាតូចជាង30ខែ4វិញអញ្ចឹងមានថាបើតូចជាងឬក៏ស្មើ30ខែ4គឺវាធ្វើការបូកបញ្ចូលតែម្ដងអញ្ចឹងកន្លែងនេះគឺត្រូវប្រើដូចគ្នាដែរគឺសញ្ញា double quotation ហើយប្រើតូចជាងឬក៏ស្មើហើយប្រើ n ដើម្បីភ្ជាប់ជាមួយនឹង cell name របស់យើងមួយទៀតរួចបិទវងចោលបាទ enter បាទអញ្ចឹងកន្លែងនេះនៅពេលដែលយើងបញ្ចូលហើយយើងចង់អូសដូចគ្នាទៅមុនដែរអ្នកទាំងអស់គ្នាត្រូវចាំបាច់ត្រូវធ្វើការ lock cell បាទឥឡូវយើងកន្លែងទៅមើលរូបមន្តរបស់យើងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវធ្វើការ lock cell នៅកន្លែងនេះទី1គឺ cell ដែលត្រូវបូកទិន្នន័យគឺអត់ត្រូវឲ្យវា load ទេអញ្ចឹងយើងចុច F4 ហើយកន្លែងលក្ខខណ្ឌក៏អត់ឲ្យ load ដែរគឺ F4 ដូចគ្នាហើយលក្ខខណ្ឌទី2ក៏អត់ឲ្យ load ដែរគឺ F4 ដូចគ្នាចាំមានថាលក្ខខណ្ឌដែលអាច load បានគឺមានទី2 F10 ដែលអាច load ទៅ F11 F12 F13 អញ្ចឹងទៅហើយកន្លែង G10 អាច G11 G12 G13 អញ្ចឹងវាអាចប្រែប្រួលទៅតាម cell name ដែលយើងកំណត់នេះបាទ enter មកអញ្ចឹងយើងបានទិន្នន័យហ្នឹងហើយអញ្ចឹងទិន្នន័យនេះយើងបានប៉ុន្តែយើងអូសមកក៏វាលេង error ដែរអញ្ចឹងនៅពេលដែលមានទិន្នន័យឧទាហរណ៍ថាថ្ងៃនេះថ្ងៃទី1ខែ5 26ទៅដល់ថ្ងៃទី31ខែ5 26ចឹងសួរថាមានទិន្នន័យអត់យើងសាកបញ្ចូលទិន្នន័យមួយមកកែកន្លែងថ្ងៃទី6ខែ4នេះបាទទៅជាថ្ងៃទី10ខែ5វិញ26ចឹងនៅពេលដែលយើងបញ្ចូលទិន្នន័យនេះនឹងប្រែប្រួលហើយកន្លែងនេះធ្វើការបូកឲ្យយើងដោយស្វ័យប្រវត្តិបាទនេះគឺជាលក្ខខណ្ឌក្នុងការកំណត់ជា2ដែលធ្វើឲ្យយើងមើលទៅថាលក្ខខណ្ឌចង់តាមថ្ងៃក៏បានតាមខែក៏បានតាមឆ្នាំក៏បានអញ្ចឹងដល់ពេលដល់តាមឆ្នាំក៏ដូចគ្នាដែរយើងជំនួសលក្ខខណ្ឌខែកន្លែងខែមកដល់ឆ្នាំមកដូរតែប្រភេទនេះមកយើងអាច hidden មកឧទាហរណ៍ដល់ពេលដែលយើងចងហើយរូបមន្តដែលយើងចងគឺដូចគ្នាទៅនឹង
ខែដែរគ្រាន់តែពីថ្ងៃទី1ខែ1ដល់26ដល់ថ្ងៃទី31ខែ12 26ចឹងដល់ពេលខែ2027យើងអាចថ្ងៃទី1ខែ1 27មកទៅដល់ថ្ងៃទី31ខែ12ដែរមក27ដែរមកចឹងចំពោះរូបមន្តផ្សេងទៀតយើងនឹងរៀនទៅមុខទៀតព្រោះដោយសារតែនេះគឺយើងវាយបញ្ចូលសិនទេចឹងចំពោះថាយើងចង់ឲ្យថ្ងៃខែហ្នឹងវាអូតូយើងត្រូវធ្វើមិនហើយចង់ឲ្យថ្ងៃខែវាលោតតាមឆ្នាំយើងត្រូវធ្វើមិនយើងមានវិធីសាស្ត្រក្នុងការរៀបចំចឹងចំពោះរូបមន្តសម្រាប់ធ្វើការបូកចន្លោះថ្ងៃចន្លោះខែមួយឆ្នាំខ្ញុំឧទាហរណ៍ឆ្នាំមួយទៀតគឺកន្លែងនេះខ្ញុំចងឲ្យស្រាប់ចឹងខ្ញុំបង្ហាញរូបមន្តផ្ទាល់តែម្ដងដើម្បីកុំឲ្យអ្នកទាំងអស់គ្នាខាតពេលចឹងនៅពេលដែលលក្ខខណ្ឌដូចគ្នាបាទពី B 2ដល់ B60 ព្រោះដោយសារខ្ញុំចងច្រើនទៅលើ cell range វាធំហើយលក្ខណៈ A2 ដល់ A60 ដូចគ្នាដែរប៉ុន្តែអត់ទាន់បាន lock cell ទេកុំភ្លេចនៅពេលដែលធ្វើការប្រែប្រួលគឺចាំបាច់ត្រូវធ្វើការ lock cell នោះដើម្បីកុំឲ្យវា load ទៅខាងមុខនៅពេលដែលបើយើងអត់ lock cell ទេ cell នោះនឹងធ្វើការប្រែប្រួលហើយទិន្នន័យដែលយើងយកមកធ្វើការបូកបន្ថែមហ្នឹងក៏វាខុសដែរបាទអញ្ចឹងក្រោយពីយើងចងហ្នឹងមកហើយយើងវាយបញ្ចូលទិន្នន័យហើយយើងអូសយកតែម្ដងហើយទិន្នន័យនៅកន្លែងនេះវានឹងប្រែប្រួលនៅពេលដែលវាចំថ្ងៃលក្ខខណ្ឌរបស់យើងហ្នឹងអញ្ចឹងពាក់ព័ន្ធជាមួយនឹងរូបមន្តសម្រាប់ធ្វើការសរុបទិន្នន័យដោយលក្ខខណ្ឌជាប្រភេទថ្ងៃខែឆ្នាំនេះគឺសូមបញ្ចប់តែប៉ុណ្ណេះហើយជាចុងក្រោយនេះដើម្បីទទួលបានវីដេអូថ្មីបន្ថែមពី channel របស់ខ្ញុំកាន់តែលឿនកាន់តែរហ័សអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងនឹងធ្វើការ share ទៅកាន់អ្នកដទៃផ្សេងទៀតដែលអ្នកគិតថាចង់រៀនពីការបូកសរុបទិន្នន័យនេះអូខេអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតជាមួយនឹងការសិក្សារូបមន្តខ្លីៗនិងសំខាន់ជាមួយខ្ញុំបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះជួបគ្នានៅវគ្គក្រោយទៀត